ระยะពេលនៃការជូនដំណឹងអំពីការផុតរលត់ឬការមិនបន្តកិច្ចសន្យាការងារ FDC ប្រសិនបើបងប្អូនមិនទាន់បានដឹងទេថាអ្វីទៅជាកិច្ចសន្យាការងារ FDC បងប្អូនអាចមើលវីដេអូលេខ L03 របស់ខ្ញុំបានយោងតាមមាត្រា73នៃច្បាប់ស្តីពីការងារនយោជកមានកាតព្វកិច្ចជូនដំណឹងជាមុនទៅកម្មករនយោជិតអំពីការផុតរលត់ឬការមិនបន្តឡើងវិញកិច្ចសន្យាការងារ FDC រយៈពេលជូនដំណឹងនេះត្រូវកំណត់ដូចតទៅប្រសិនបើកិច្ចសន្យាការងារ FDC មានថវិកាកំណត់លើសពី6ខែដល់1ឆ្នាំនយោជកត្រូវជូនដំណឹងជាមុនចំនួន10ថ្ងៃទៅកម្មករនយោជិតប្រសិនបើកិច្ចសន្យាការងារ FDC មានថវិកាកំណត់លើសពី1ឆ្នាំនយោជកត្រូវជូនដំណឹងជាមុនចំនួន15ថ្ងៃទៅកម្មករនយោជិតប្រសិនបើគ្មានការជូនដំណឹងជាមុនទេកិច្ចសន្យាការងារ FDC ត្រូវបន្តស្មើគ្នានឹងថវិកាដែលបានចុះកិច្ចសន្យាគ្រាដំបូងមានន័យថាប្រសិនបើកិច្ចសន្យាការងារ FDC គ្រាដំបូងមានថវិកា1ឆ្នាំនោះវានឹងបន្តដោយមានថវិកា1ឆ្នាំប្រសិនបើកិច្ចសន្យាការងារ FDC ដែលត្រូវបន្តនោះដល់ថវិកាអតិបរមានៃកិច្ចសន្យាការងារ FDC កិច្ចសន្យាការងារ FDC ដែលត្រូវបន្តនោះនឹងក្លាយទៅជាកិច្ចសន្យាការងារមានថវិកាមិនកំណត់ឬហៅកាត់ថាកិច្ចសន្យាការងារ UDC ដើម្បីឆ្វេងយល់បន្ថែមអំពីកិច្ចសន្យា UDC បងប្អូនអាចមើលវីដេអូលេខ L04 របស់ខ្ញុំបាន